បងប្អូនធ្លាប់ជឿទេថានៅពេលដែលយើងវង្វេងផ្លូវក្នុងព្រៃជ្រៅអ្វីដែលយើងមើលឃើញថាជាទីជម្រកតាមពិតវាអាចជាទីដែលមិនគួរចូលទៅសោះរឿងដែលខ្ញុំនឹងលើកមកនិយាយនៅពេលនេះកើតឡើងចំពោះបុរសម្នាក់ឈ្មោះវិបុលដែលជាអ្នករកស៊ីដឹកឈើហើយបានជួបហេតុការណ៍មួយដែលធ្វើឲ្យគាត់ចាំមិនភ្លេចអស់មួយជីវិតថ្ងៃនោះមេឃប្រែជាខ្មៅងឹតលឿនខុសពីធម្មតាខណៈដែលវិបុលកំពុងជិះម៉ូតូកាត់ព្រៃមួយកន្លែងនៅតំបន់ដាច់ស្រយាលដើម្បីទៅផ្ទះដោយសារតែចង់កាត់ផ្លូវកុំឲ្យវាងឆ្ងាយគាត់ក៏សម្រេចចិត្តចូលតាមផ្លូវលំមួយដែលអ្នកភូមិប្រាប់ថាជាផ្លូវកាត់ប៉ុន្តែវារាងស្ងាត់បន្តិចជិះបានប្រហែលកន្លះម៉ោងស្រាប់តែម៉ូតូរបស់គាត់រលត់ឈឹបកណ្ដាលផ្លូវវិបុលព្យាយាមធាក់បញ្ឆេះប៉ុន្តែមិនឆេះសោះបរិយាកាសជុំវិញចាប់ផ្ដើមត្រជាក់ស្រឹបខ្យល់បក់មកប៉ះស្លឹកឈើលាន់សូរប្រាវគួរឲ្យខ្លាចអ្វីដែលកាន់តែចម្លែកគឺគាត់ធំក្លិនផ្កាម្លិះក្រអូបឈ្ងុយលាយឡំជាមួយក្លិនឆ្អាបតិចដោយសារអស់ជម្រើសវិបុលក៏បណ្ដើរម៉ូតូទៅមុខស្រាប់តែឃើញពន្លឺភ្លើងទៀនព្រាលចេញពីកខ្ទង់ឈើចាស់មួយទីនៅក្បែរក្បាលអូគាត់ត្រេកអរណាស់ក៏ប្រញាប់ទៅសុំជំនួយនៅពេលទៅដល់គាត់ឃើញស្ត្រីចំណាស់ម្នាក់សក់ស្កូវកំពុងអង្គុយដាំសុសនៅលើចង្ក្រានដីវិបុលស្រែកហៅអ៊ុំស្រីខ្ញុំសុំរំខានបន្តិចម៉ូតូខ្ញុំខូចខ្ញុំសុំសម្រាកបន្តិចបានទេស្ត្រីនោះមិនងាកមុខមកទេតែគាត់ងក់ក្បាលហើយចង្អុលទៅរៀនហាលដោយដៃដ៏ស្គុំស្គាំងមួយសន្ទុះក្រោយមកស្ត្រីនោះក៏លើកចានបាយនិងសំឡុំយ៉ាងដែលមានក្លិនឈ្ងុយប្លែកមកឲ្យដោយសារឃ្លានខ្លាំងវិបុលក៏ហូបយ៉ាងឆ្ងាញ់សាច់នៅក្នុងសំឡុំទន់លាយជាមួយឆ្អឹងតូចដែលគាត់គិតថាជាសាច់មាន់ខណៈកំពុងហូបវិបុលសួរថាអ៊ំនៅម្នាក់ឯងមិនខ្លាចទេព្រៃនេះស្ងាត់ណាស់គេស្ត្រីនោះងើបមុខមកយឺតមុខរបស់គាត់គ្មានភ្នែកទេមានតែរន្ធភ្នែកខ្មៅងឹតហើយញឹមយ៉ាងធំខុសពីមនុស្សធម្មតារួចនិយាយដោយសំឡេងស្ងួតថាពីមុននៅម្នាក់ឯងតែឥឡូវមានឯងមកនៅជាគ្នាហើយវិបុលស្រឡាំងកាំងស្រាប់តែមានអារម្មណ៍វិលមុខគាត់ព្យាយាមក្រោកប៉ុន្តែជើងទាំងពីរធ្ងន់ដូចគេចងថ្មភ្លាមនោះភ្លើងទៀនក៏រលត់បរិយាកាសប្រែជាស្ងាត់ឈឹងអ្វីដែលគាត់ទៅចុងក្រោយគឺសំឡេងទំពាសាច់ក្របនៅក្បែរត្រចៀករបស់គាត់ព្រឹកឡើងវិបុលភ្ញាក់ដឹងខ្លួនដោយពន្លឺថ្ងៃចាំងចូលភ្នែកគាត់បើកភ្នែកឡើងហើយស្រែកភ្លាមដោយភាពរន្ធត់គាត់មិនមែនកំពុងដេកលើរានហាលផ្ទះទេគឺគាត់កំពុងដេកអប់ទៅភ្នូខ្មោចចាស់មួយដែលបាក់បែកនៅក្បែរនោះមានក្បាលខ្មោចគោមួយដែលរលួយនឹងពោពេញដោយដង្កូវដែលយប់មិញគាត់ស្មានថាជាចំណែកឯម៉ូតូរបស់គាត់គឺដួលនៅក្បែរគុម្ពព្រៃបន្លាវិបុលប្រញាប់រត់ចោលម៉ូតូរត់ទាំងព្រលឹងចុងសក់ចេញពីព្រៃនោះក្រោយមកទើបដឹងពីអ្នកភូមិថាកន្លែងនោះធ្លាប់មានយាយចាស់ម្នាក់ស្លាប់ដោយសារដាច់បាយហើយគ្មានសាច់ញាតិធ្វើបុណ្យឲ្យទើបវិញ្ញាណគាត់នៅវិលវល់ចាំហៅអ្នកដំណើរឲ្យមកស៊ីបាយគឺជាមួយជារៀងរាល់យប់